យកកូនចាញ់តាមគ្រូទាយដើម្បីជួយខ្លួនឯងរកស៊ីមានបានចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកមកហ្នឹងគាត់ប្រាប់ថាវាកើតឡើងទៅលើមីងបង្កើតរបស់គាត់កាលពីខ្ទង់20ឆ្នាំមុនបងសយាប្រាប់ថាមីងបង្កើតរបស់គាត់គឺជាមនុស្សម្នាក់ដែលមានជំនឿជឿងប់ងល់ខ្លាំងមែនទែនទៅលើរឿងអបិយជំនឿទៅលើរឿងគ្រូទាយអីចឹងទៅមិនថាមីងរបស់គាត់ចង់ធ្វើអីក៏ដោយមិនថាទិញដីលក់ដីគឺតែងតែទៅរកគ្រូឲ្យជួយមើលនឹងឯងដល់ថ្នាក់សូម្បីតែពេលដែលគាត់មានកូនទាំងអស់គ្នាគាត់កំពុងតែទម្ងន់កូន5ខែគាត់បានទៅពិនិត្យនៅពេទ្យហើយឯងកូនរបស់គាត់គឺមានសុខភាពល្អអត់មានបញ្ហាមានអីទេប៉ុន្តែគាត់អត់សូវជឿទុកចិត្តលើគ្រូពេទ្យទេណាគាត់បានទៅរកគ្រូទាយជួយទាយថែមដល់ពេលទៅរកគ្រូទាយម្នាក់ហ្នឹងគ្រូទាយប្រាប់ថាកូនរបស់គាត់ហ្នឹងណាគឺអត់មានដៃអត់មានជើងទេពេលកើតមកគឺជាក្មេងពិការហើយមិនត្រឹមតែប៉ុណ្្នឹងទេកូនរបស់គាត់នឹងនាំភាពចង្រៃឲ្យគ្រួសាររបស់គាត់ទាំងមូលធ្វើឲ្យគាត់លែងលះគ្នាធ្វើឲ្យសមាជិកគ្រួសារស្លាប់អីចឹងទៅដោយសារតែគាត់ជឿជាក់លើសម្ដីគ្រូទាយម្នាក់ហ្នឹងគាត់នឹងក៏បានប្រាប់ម៉ាក់បងយ៉ាឲ្យជួយជូនគាត់ទៅយកកូនចេញប៉ុន្តែម៉ាក់បងយ៉ាព្យាយាមណែនាំព្យាយាមអីដែរគាត់បានបញ្ជាក់មកថាហែងឈួតមែនហែងទៅពិនិត្យពេទ្យទេពេទ្យថាមានអីទេអញ្ចឹងកុំតន់អាចជឿចាំមើលសិនទៅអញ្ចឹងណាប៉ុន្តែគាត់ស្ដាប់ពីទាំងអស់គ្នាគាត់បានលួចទៅម្នាក់ឯងលួចទៅឲ្យគេយកកូនចេញពេលដែលគាត់យកកូនចេញហើយគឺអាការៈគាត់ដំបូងគឺធម្មតាទេបានកន្លះឆ្នាំក្រោយមកទៀតគាត់ចាប់តាមទម្ងន់កូនទី2ទៅពេលដែលគាត់ទម្ងន់កូនទី2ហ្នឹងណាគឺទម្ងន់បានប្រហែលជាខ្ទង់4-5 ខែមកទៀតគាត់នឹងក៏បានទៅរកគ្រូមើលម្ដងនោះគាត់បានទៅរកឲ្យពេទ្យបណ្ឌិតអីទេគឺទៅរកគ្រូហ្មងដោយសារគាត់ជឿជាក់លើគ្រូម្នាក់ហ្នឹងអីចឹងទៅហើយគ្រូម្នាក់ហ្នឹងទេម្ដងទៀតហើយទេថាគ្រូសាគាត់នឹងបែកបាក់នឹងមានបញ្ហាមានអីចឹងណាឲ្យយកកូនទី2ហ្នឹងយកចេញម្ដងទៀតចឹងគាត់ក៏ស្ដាប់តាមទៀតទាំងអស់គ្នាគាត់ក៏ចាប់ផ្ដើមយកកូនចេញតាមអីដែលគ្រូទីហ្នឹងប្រាប់ចឹងគាត់ថានៅពេលយកកូនចេញរហូតដល់2លើកហ្នឹងណាប្តីគាត់ហើយនឹងគាត់ចាប់ផ្ដើមមានរឿងកម្មកោឆ្លោះគ្នាអីចឹងទៅដោយសារតែប្តីរបស់គាត់ស្រឡាញ់កូនណាមួយទៀតពួកគាត់ទាំងពីរនេះរៀបការប្រហែលជាខ្ទង់10ឆ្នាំហើយទាំងអស់គ្នាគឺអត់ទាន់មានកូនទេប៉ុន្តែដល់ពេលដែលមានកូនដល់តែ2ដងស្រាប់តែគាត់យកកូនចឹងប្តីគាត់គឺទទួលយកបានទេប្តីរបស់គាត់គឺថាគាត់ឈួតថាគាត់អីចឹងប៉ុន្តែគាត់អាចខ្វល់ប្តីគាត់ទេគាត់គិតតែម្យ៉ាងគាត់គិតថាឲ្យតែជួយគាត់រកស៊ីមានបានឬក៏គ្រូប្រាប់អីគឺគាត់ត្រូវធ្វើតាមនឹងឯងទាំងអស់គ្នាហើយចាប់តាំងពីពេលដែលគាត់យកកូនទី2នឹងចេញមកអាការៈរបស់មីងគាត់ចាប់ផ្ដើមខុសប្រក្រតីហើយមានរកពីចម្លែកគួរឲ្យខ្លាចខ្លាំងមែនតើដល់ថ្នាក់ពីមុនមកឲ្យតែពេលដែលគាត់ចេញពីសាលាគាត់តែងតែទៅរកមីងរបស់គាត់ហើយប៉ុន្តែលើកហ្នឹងគាត់ដែរហ៊ានទៅលេងអត់ហ៊ានទៅរកមីងរបស់គាត់ទៀតទេគាត់ខ្លាចហើយពេលហ្នឹងទាំងអស់គ្នាផ្ទះមីងរបស់គាត់គឺស្ថិតនៅខាងក្រោយផ្ទះរបស់គាត់តែម្ដងនៅឆ្ងាយពីគ្នាប្រហែលជាខ្ទង់50 ម៉ែត្រអីទេទាំងអស់គ្នាអញ្ចឹងគាត់ថារាល់យប់គាត់បានឮសំឡេងមីងរបស់គាត់ស្រែកថាអូវាមកហើយស្រែកចង់រហូតហ្មងអញ្ចឹងដំបងគ្រួសាររបស់គាត់គាត់ថាបែរជាមីងរបស់គាត់ដេកមកមើលឬក៏របៀបថាអត់មានបញ្ហាធ្ងន់ធ្ងរទេប៉ុន្តែយូរទៅអាការៈមីងរបស់គាត់ខុសប្រក្រតីនឹងឯងគាត់ចាំបានច្បាស់ទាំងអស់គ្នានៅមកប្រហែលជាខ្ទង់7យប់ដោយសារតែពូរបស់គាត់ដែលត្រូវជាប្តីរបស់មីងគាត់នឹងអត់បាននៅផ្ទះទេអញ្ចឹងម៉ាក់របស់គាត់បានប្រើគាត់ហ្នឹងឲ្យទៅដេកជាមួយនឹងមីងមួយយប់ព្រោះតែឃើញថាមីងសុខភាពមិនសូវល្អហើយរឿងឈឺរឿងអីដែរចាប់តាំងពីពេលគាត់យកកូនទី2នឹងចេញអញ្ចឹងអង្យ៉ាគាត់ចង់ឲ្យទាំងអស់គ្នាគាត់ប្រាប់ម៉ាក់គាត់ថាអ៊ុយអត់ទៅទេគាត់ខ្លាចមីងខ្លាចអីអញ្ចឹងគាត់ប្រាប់ចាំគាត់ខ្លាចហ្មងប៉ុន្តែម៉ាក់គាត់ឲ្យទៅគាត់នឹងក៏ព្រមទៅនឹងឯងទាំងអស់គ្នាអញ្ចឹងពេលដែលគាត់ដើរទៅគាត់ថាកាលពីខ្ទង់20ឆ្នាំមុនណាខាងក្រោយផ្ទះគាត់គឺលងឹតណាស់ផ្ទះមីងរបស់គាត់ក៏មិនសូវបើកភ្លើងដែរទាំងអស់គ្នាគាត់ប្រើភ្លើងអាគុយទេធម្មតាភ្លើងអាគុយគឺគេប្រើតែនៅលើផ្ទះឬក៏កន្លែងណាដែលចាំបាច់ទេកន្លែងផ្សេងៗគឺអត់មានទេគាត់ក៏ដើរទៅផ្ទះមីងគាត់ពេលដែលគាត់ដើរទៅផ្ទះមីងរបស់គាត់ទាំងអស់គ្នាគាត់ដើរកាត់ពីងទឹកផ្ទះមីងគាត់ឃើញមីងរបស់គាត់កំពុងតែឈោមុជទឹកឈរអញ្ចឹងទៅអញ្ចឹងដល់ពេលដែលឃើញមីងរបស់គាត់ឈោមុជទឹកគាត់នឹងក៏បានសួរនាំមីងដែរគាត់ក៏ដើរឡើងទៅលើផ្ទះពេលដែលគាត់ដើរឡើងទៅលើផ្ទះគាត់ឃើញមីងរបស់គាត់កំពុងតែឈោចង់មកនៅលើផ្ទះដំបងទាំងអស់គ្នាគាត់ថាចេះគាត់នឹងឆ្ងល់ដែរប៉ុន្តែគាត់គិតថាចេះតិចអំឡុងពេលដែលគាត់ឡើងមកហ្នឹងមីងរបស់គាត់ដើរតាមចដើទៅខាងក្រោយផ្ទះឡើងមកផ្ទះដែរទៅដោយសារមីងរបស់គាត់ធ្វើចដើពីរទាំងអស់គ្នាចដើនៅខាងមុខមួយចដើនៅខាងក្រោយផ្ទះមួយអញ្ចឹងគាត់ក៏មិនចាំបារម្ភដែរគាត់ក៏មកអង្គុយនៅកន្លែងក្រេតដែលមីងរបស់គាត់ចង់រឹងហើយចង់មុងហើយអញ្ចឹងណាគាត់អង្គុយអញ្ចឹងទៅគាត់សួរមីងគាត់ថាមីងភាសាបាយនឹងអីហ្នឹងមីងរបស់គាត់ហ្នឹងគឺអត់និយាយទាំងអស់គ្នាមីងរបស់គាត់គឺអត់និយាយទេស្រាប់តែគាត់ហ្នឹងណាបានឮសំឡេងមីងរបស់គាត់ក្អកនៅខាងក្រោមផ្ទះម្ដងឮសំឡេងក្អកខេះគាត់ងាកទៅមើលកន្លែងនេះគេកំពុងតែចង់មុងនេះក៏អត់មានឃើញពីណាទៀតទេគាត់ដាក់ចុះទៅខាងក្រោមឃើញមីងគាត់កំពុងតែដួសបាយហូបកំពុងតែអង្គុយរបៀបថាអង្គុយបិឈរជង្គង់មកជាហូបបាយហូបអីចឹងទៅគាត់សួរមីងគាត់ថាចេះមីងញ៉ាំធ្វើអីលឿនម៉េចមិនឃើញមួយទឹកបន្ទាប់មកទៅឃើញឡើងមកលើផ្ទះហើយឡើងមកដល់ក្រោមនឹងទៀតមីងគាត់ថាអត់ថងមីងនៅផ្ទះបាយតើមីងអត់បានមួយទឹកទេហើយរូបរាងមីងរបស់គាត់ពេលហ្នឹងបងប្អូនគឺអត់ទាន់បានមួយទឹកពិតមែនពាក់អាវធម្មតាហើយវាថាជើងប្រឡាក់ដីប្រឡាក់ចឹងទៅអញ្ចឹងគាត់រៀងភ័យតែគាត់រៀងភ័យហ្នឹងក៏គាត់បានទាន់វាថាស្រែកលោណាឬក៏ខ្លាចខ្លោចដែរគាត់អង្គុយក៏ដល់មីងរបស់គាត់ហូបបាយហ្នឹងរហូតដល់មីងរបស់គាត់ហូបរួចទាំងអស់គ្នាហូបរួចគាត់ក៏ឡើងលើផ្ទះដូចមីងគាត់ថាពេលហ្នឹងផ្ទះមីងរបស់គាត់គឺអត់មានទូទស្សន៍ទេអញ្ចឹងគាត់ពិតជាចង់ទៅផ្ទះគាត់ខ្លាំងមែនតើដោយសារគាត់គឺជាមនុស្សចិត្តមើលទូទស្សន៍មើលអីដែរចឹងទៅហើយណាមួយនៅទីជនបទចឹងបងប្អូនគេ
គេតែតែមើលទូទស្សន៍ជុំគ្នាអញ្ចឹងណាប៉ុន្តែគាត់ក៏ហ៊ានទៅផ្ទះវិញដែរព្រោះតែគាត់ខ្លាចតែតាមផ្លូវទៅផ្ទះវិញទី1ហ្នឹងហើយទី2ហ្នឹងគឺគាត់ខ្លាចម៉ាក់គាត់ស្ដីឲ្យជេរអញ្ចឹងណាអញ្ចឹងទៅគាត់នៅដេកមីងគាត់នឹងឯងអ្នកគ្នាទៅពេលដេកផ្ទះមីងគាត់បិទភ្លើងអស់លេងហើយបិទភ្លើងបិទអីចឹងណាគឺមីងរបស់គាត់អ្នកគ្នាដឹងមកមីងរបស់គាត់ដេកគាត់បិទភ្នែកទេដេកបញ្ឈរភ្នែកទៅលើចេះដេកបញ្ឈរភ្នែកទៅខាងលើណាអញ្ចឹងពេលដែលគាត់ដេកបែរខ្នងទៅមើលមីងរបស់គាត់ឃើញមីងគាត់ដេកបញ្ឈរភ្នែកឡើងទៅលើចេះហើយអត់មាត់អីទាំងអស់គឺដេកស្ងៀមហើយឈរភ្នែកទៅលើគាត់ថាពេលហ្នឹងគាត់ចាប់តាមភ័យទាំងអស់គ្នាគាត់ទាញភួយមកឃ្លុំខ្លួនហ្មងឃ្លុំខ្លួនដោយសារគាត់ខ្លាចមីងរបស់គាត់ស្ថានភាពមីងរបស់គាត់គឺវាគួរខ្លាចខ្លាំងពេកអស់ពីមីងគាត់ដេកបញ្ឈរភ្នែកពេលគាត់ស្ងំដេកចិត្តលក់ហើយឮសលេងមីងរបស់គាត់ស្រែកអូយស្រែកឈឺពោះទាំងអស់គ្នាគាត់ស្រែកឈឺពោះអញ្ចឹងគាត់ក៏បើកភ្នែកហើយស្ទុះក្រោកអង្គុយមើលទៅមីងគាត់ឃើញមីងរបស់គាត់ដេកចថេកជើងទាំងអស់គ្នាដេកចថេកជើងដូចមនុស្សកំពុងតែកើតកូនអញ្ចឹងគាត់ក៏យកដៃទម្រួនមីងគាត់មីងមិនតែមីងរបស់គាត់ក៏អត់មកទេគាត់ស្រែកអូយស្ថានភាពមីងរបស់គាត់គឺដូចមនុស្សដែលគេយកកូនចេញឬក៏កើតកូននឹងឯងទាំងអស់គ្នាពេលហ្នឹងគាត់ភ័យស្លាប់ណាស្ទុះក្រោកពីលើគ្រែទៅដោតភ្លើងអង្គុយទៅចាប់ភ្លើងអង្គុយពេលគាត់ចាប់ភ្លើងអង្គុយនេះគឺគាត់ឃើញមីងរបស់គាត់ក្រោកអង្គុយហើយដែលសំខាន់ហ្នឹងគាត់បានឃើញក្មេងតូចៗ2 3នាក់វាចូលក្រោមគ្រែគាត់ថាគាត់ឃើញក្មេងតូចៗ2នាក់វាចូលក្រោមគ្រែហ្នឹងគឺគាត់ដឹងថាគាត់ត្រូវខ្លោចលងនឹងឯងគាត់ដឹងមកទាំងអស់គ្នាហើយដែលសំខាន់ហ្នឹងមីងរបស់គាត់ក្រោកអង្គុយហើយញឹមដាក់គាត់នឹងឯងគាត់ស្ទុះចេញពីលើផ្ទះចុះទៅក្រោមទៅពេលចុះដល់ខាងក្រោមគឺបានឃើញមីងរបស់គាត់កំពុងតែឈោមួយទឹកហ្មងទាំងអស់គ្នាគឺឈោមួយទឹកដូចពេលដែលគាត់ដើរមកដំបងអញ្ចឹងគាត់ថាគាត់ឃើញស្ថានភាពប៉ុណ្ណឹងគាត់ដឹងច្បាស់ថាអ្វីដែលគាត់ឃើញទាំងអស់ឲ្យជួបនៅផ្ទះមីងរបស់គាត់គឺវាតាក់ទងជាមួយនឹងរឿងវិញ្ញាណគាត់ក៏ត្រឡប់ទៅផ្ទះវិញក្នុងយប់នឹងឯងទៅដល់ផ្ទះវិញគាត់ប្រាប់ពីរឿងរ៉ាវដែលគាត់បានជួបទៅម៉ាក់របស់គាត់អីចឹងណាម៉ាក់របស់គាត់ក៏មិនតាមបាននិយាយច្រើនដែរពេលយប់នឹងគាត់ថាចាំស្អែកចាំអីទៅចាំនិយាយគ្នាគាត់តែស្អែកឡើងភ្លាមប្តីរបស់គាត់ត្រឡប់មកវិញទាំងអស់គ្នាម៉ាក់របស់គាត់បានទៅប្រាប់ប្តីរបស់មីងគាត់ថាមីងរបស់គាត់ស្រួលមែនតើណៃហើយផ្ទះរបស់គាត់ហ្នឹងច្បាស់ជាមានរឿងអីចម្លែករឿងខ្មោចរឿងព្រាយរឿងអីចឹងទៅអញ្ចឹងប្តីរបស់មីងគាត់ក៏បាននិយាយដែរថាប្រពន្ធគាត់មករយៈចុងក្រោយចាប់តាំងពីយកកូនទី2នឹងចេញមកគឺពិតជាចម្លែកពិតមែនយប់ឡើងដេកធ្ងោដេកស្រែកដូចមានពីណាគេស្កត់ពោះឬក៏អីអញ្ចឹងហើយគាត់ធ្លាប់សួរប្រពន្ធដែរប្រពន្ធគាត់ប្រាប់ថាចេះឲ្យទៅពេលគាត់ដេកយប់ឡើងណាអ្នកគ្នាគឺគាត់បានឃើញក្មេងតូចវាពេញលើលើខាងលើផ្ទះដំបងផ្ទះបើមិនអញ្ចឹងទេវានៅលើអត់វានៅលើក្តារផ្ទះគឺឃើញច្បាស់ហ្មងគឺជារូបរាងក្មេងតូចហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺមីងរបស់គាត់បានទាំងឃើញក្មេងតូចហ្នឹងស្រែកទៀតថ្ងៃយកអញចេញគឺស្រែកអញ្ចឹងហ្មងថាស្រែកដាក់ជានឹងឯងហើយស្ថានភាពមីងរបស់គាត់គឺកាន់តែយ៉ាប់ទៅនៅពេលដែរទៅរកគ្រូឲ្យមកមើលនេះទៅពេលយកទៅពេទ្យទៅគាត់និយាយថាអត់កើតស្ថានភាពមីងគាត់ដូចជាមនុស្សបាត់បង់ស្មារតីដូចមនុស្សវិកលចរិតនឹងឈួតអីចឹងទៅក៏យកទៅឲ្យគ្រូគេស្រោចទឹកស្រោចអីពីរគ្រូទាំងអស់គ្នាគ្រូគឺប្រាប់ទាំងអស់ហ្មងថាមីងរបស់គាត់ហ្នឹងគឺត្រូវពួកវិញ្ញាណក្មេងៗហ្នឹងតាមដូចសង្សឹកហ្មងហើយដែលសំខាន់ហ្នឹងគ្រូដែលគាត់ទៅយកកូនចាញ់ហ្នឹងគឺគេមានបំណងអាក្រក់ចង់យកកូនគាត់ហ្នឹងយកធ្វើកូនក្រក់យកធ្វើអីចឹងទៅហើយនិយាយថាគេតងគេធ្វើវិបាកអភិធីអង្គអាគមងឹតអាគមអីធ្វើដាក់មីងរបស់គាត់អីចឹងទាំងអស់គ្នាអញ្ចឹងពេលហ្នឹងគ្រូសារបស់គាត់បើទោះបីជាអត់ជឿក៏ដោយនៅពេលទៅរកគ្រូ3 4នាក់ឲ្យគេនិយាយអញ្ចឹងគ្រូសារបស់គាត់ក៏ជឿហើយបើពូរបស់គាត់ទាំងអស់គ្នាគឺព្យាយាមជួយប្រពន្ធខ្លាំងទៅរកគ្រូឲ្យស្រោចទឹកផងទៅរកលោកទៅរកអីផងប៉ុន្តែស្រោចស្រង់មីងរបស់គាត់បានទេទាំងអស់គ្នាគឺស្រោចស្រង់មីងរបស់គាត់បានទេរាល់យប់ចាប់ដើមពីម៉ោង 7 8 យប់ឡើងទៅគឺមីងរបស់គាត់ដេកធ្ងោដេកស្រែកអីហ្មងទាំងអស់គ្នាហើយរឿងរ៉ាវដែលធ្វើឲ្យគ្រួសាររបស់គាត់ខ្លាចមីងរបស់គាត់ហ្មងណាគឺនៅពេលដែរអ្នកផ្ទះរបស់គាត់នេះមករកមីងរបស់គាត់ពេលយប់ឡើងខ្ទង់ម៉ោង 10 យប់ដោយសារលឺសលេងស្រែកខ្លាំងពេកម្ដងហើយហ្នឹងមកចាត់មីងរបស់គាត់ដែលដេកទុនខ្សោយនៅលើគ្រែសុកក្រោកឲ្យកាន់កបិតប្រកាក់ដេញកាប់ពីណាគេស្រែកអត់ឲ្យចូលផ្ទះហីអត់ឲ្យពីណាគេចូលផ្ទះហីគឺនិយាយស្ថានភាពគាត់ដូចមនុស្សបាត់បង់ស្មារតីនឹងឯងហើយមិនត្រឹមតែប៉ុណ្្នឹងទេទាំងអស់គ្នាគឺពេលនៅផ្ទះបងមីងគាត់ហ្នឹងគេបានឃើញមនុស្សស្រីពស់ធំពាក់ឈុតសដើរជុំវិញផ្ទះប៉ាម៉ាក់របស់គាត់ក៏ឃើញប្តីបងមីងគាត់ក៏បានឃើញដែរឃើញមនុស្សស្រីពស់ធំដើរជុំវិញផ្ទះដើរអីចឹងទៅប៉ុន្តែមនុស្សហ្នឹងមិនមែនជាមនុស្សធម្មតាដូចយើងគិតទេថាវាជាវិញ្ញាណវាជាអីអញ្ចឹងណាអញ្ចឹងប្តីរបស់គាត់បានទៅរកគ្រូដែរប្រាប់ប្រពន្ធគាត់ថាឲ្យយកកូនចាញ់ហ្នឹងអ្នកគ្នាប៉ុន្តែគ្រូនឹងរត់ចោលស្រុកបាត់អត់ដឹងថាទៅណាទេហើយក៏រកគ្រូនឹងអត់បានដែរហើយមីងរបស់គាត់ទាំងគ្នាគឺមីងរបស់គាត់របៀបថាចាប់តាំងពីពេលហ្នឹងមកបានថាជាខ្ទង់ 2-3 ឆ្នាំក្រោយមកមីងរបស់គាត់គឺលោតពីលើផ្ទះសម្រាប់ខ្លួនស្លាប់បាត់នឹងឯងអ្នកគ្នាអាហ្នឹងគឺជាស្ថានភាព
មីងរបស់គាត់មុនពេលមីងរបស់គាត់ស្លាប់ណាអញ្ចឹងគាត់ថាផ្ទះរបស់គាត់កាន់តែជឿលើរឿងអស់ហ្នឹងប៉ុន្តែមិនមែនជឿងប់ងល់ដូចមីងរបស់គាត់ដល់ថ្នាក់ទៅរកគ្រូឲ្យជួយមើលនេះមើលនោះអីឲ្យទេគឺមិនមែនអញ្ចឹងទេគាត់តែដឹងថាគាត់ជឿតែមិនប្រមាទតែបើទោះបីជាពេលខ្លះអត់ជឿក៏អត់ប្រមាទគេដែរហ្នឹងហើយទាំងអស់គ្នាអាហ្នឹងគឺជារឿងរ៉ាវដែលគាត់បានចែករំលែកមកហើយខ្ញុំអត់ដឹងថានៅក្នុងភូមិស្រុករបស់អ្នកទាំងអស់គ្នានៅតែមានជំនឿលើរឿងគ្រូទាយឬក៏អត់ទេគ្រូទាយខ្លះអាចនឹងល្អមែនប៉ុន្តែគ្រូទាយខ្លះអាចនឹងមិនល្អទេដូចក្នុងករណីគាត់នឹងអញ្ចឹងទាំងអស់គ្នាគឺមិនដឹងថាគ្រូទាយនឹងមានបំណងអីបានប្រាប់ឲ្យគាត់នឹងយកកូនចេញជាច្រើនដងហ្នឹងហើយអារឿងរ៉ាវដែលគាត់ចែករំលែកហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនជាទាំងអស់គ្នាមានរឿងចែករំលែកចាកុំភ្លេចឆាតមកក្នុង account IG របស់ខ្ញុំផងហើយកុំភ្លេចមួយទៀតទាំងអស់គ្នារឿងគាស់ភ្នៅអាម៉ាគឺកំពុងតែចាក់បញ្ចាំងឲ្យនៅគ្រប់រោងភាពយន្តទាំងអស់នៅទូទាំងប្រទេសកម្ពុជារឿងគាស់ភ្នៅអាម៉ាគឺខុសទាំងស្រុងអត់ដូចគ្នាជាមួយនឹងរឿងគាស់ភ្នៅអាកុងទេហើយរឿងគាស់ភ្នៅអាម៉ានេះគឺជាសាច់រឿងពិតដែលគ្រួសាររបស់ម្ចាស់សាច់រឿងពិតហ្នឹងគឺគេបានចែករំលែកមកផលិតកម្មសាស្ត្រាហ្វៀមហើយយល់ព្រមឲ្យលោកគ្រូចិនសែនមកធ្វើចំណាក់វិភាសានៅក្នុងករណីខេសមួយហ្នឹងដើម្បីយកមកធ្វើជារឿងកនដែលចាក់បញ្ចាំងនៅរោងភាពយន្តហើយរឿងរ៉ាវមួយហ្នឹងគឺមានកន្លែងជាច្រើនអ្នកទាំងអស់គ្នាត្រូវទៅតាមដានហើយអត់អាចដកឃ្លីបានទេបើមិនជាអ្នកទាំងអស់គ្នាក្រោកពីកៅអីទៅបន្ទប់ទឹកប៉ុន្មានតិចទាំងអស់គ្នានឹងតាមអត់ទាន់សាច់រឿងមួយហ្នឹងទេវាលើសពីរឿងខ្មោចវាលើសពីរឿងភ័យរន្ធត់តែវាមានរឿងជាច្រើនដែលអ្នកទាំងអស់គ្នាគួរតែតាមដាននឹងអ្នកទាំងអស់គ្នាហើយរឿងគាស់ភ្នំអាម៉ាហ្នឹងក៏ជាស្នាដៃនិពន្ធរបស់ខ្ញុំដូចគ្នាកុំភ្លេចទៅគ្រប់គ្រងស្នាដៃនិពន្ធរបស់ខ្ញុំទាំងអស់គ្នាបាយបាយ